ខ្ញុំសូមអាននៅព្រះគម្ពីរលោកុបាទជំពូក13ខ1ទៅដល់ខ18នោះអាប់រ៉ាមក៏ចេញពីស្រុកអេស៊ីបឡើងទៅឯស្រុកត្បូងព្រមទាំងប្រពន្ធនិងទ្រព្យសម្បត្តិទាំងអស់ហើយលុតដែរអាប់រ៉ាមគាត់មានហ្វូងសត្វនិងប្រាក់មាសជាច្រើនណាស់គាត់ដើរដំណើរពីស្រុកត្បូងរហូតដល់ស្រុកបេតអាលត្រង់កន្លែងដែលគាត់បានដំឡើងត្រសាលកាលពីដើមគឺនៅកណ្ដាលបេតអាលនិងអាយជាកន្លែងដែលគាត់បានស្អាងអាសនាកាលជាន់មុនរួចនៅទីនោះអាប់រ៉ាមក៏អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាឯឡូតដែលទៅជាមួយនឹងអាប់រ៉ាមគាត់ក៏មានហ្វូងចៀមហ្វូងគោនិងត្រសាលជាច្រើនដែរតែស្រុកនោះមិនល្មមនឹងចិញ្ចឹមគេឲ្យនៅជាមួយគ្នាបានទេពីព្រោះគេមានទ្រព្យសម្បត្តិសន្ធឹកណាស់ដល់ម្លេះបានជាគេនៅជាមួយគ្នាពុំបានមួយទៀតពួកកង្វាជាមរបស់អាប់រ៉ាមនិងពួកកង្វាជាមរបស់ឡូតក៏ចេះតែប្រជ្រួលគ្នានៅវេលានោះពួកសាសកាណាននិងសាសពេរិសិតបាននៅស្រុកនោះអាប់រ៉ាមនិយាយនឹងឡូតថាសូមកុំឲ្យឯងហើយនឹងអញឬពួកកង្វារបស់ឯងនិងពួកកង្វារបស់អញមានរឿងទាស់ទែងគ្នាឡើយត្បិតយើងជាបងប្អូននឹងគ្នាលុតស្រុកទាំងមូលនេះតើមិនមែននៅមុខឯងឬអីដូច្នេះសូមឲ្យឯងញែកបែកចេញពីអញទៅបើឯងរើសយកខាងឆ្វេងនោះអញនឹងទៅខាងស្ដាំឬបើឯងរើសយកខាងស្ដាំនោះអញនឹងទៅខាងឆ្វេងវិញលុតក៏ងើបភ្នែកមើលទៅឃើញវាលទន្លេយូដានទាំងអស់ថាជាស្រុកមានទឹកស្រួលល្អនៅគ្រប់ទីកន្លែងមុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុំនិងកូម៉ូរ៉ាគឺដូចជាសួនច្បារផងព្រះយេហូវ៉ាហើយជាស្រុកអេស៊ីបដែលនៅខាងសូអាផងដូច្នេះលុតក៏រើសយកវាលទន្លេយូដានទាំងអស់ជារបស់ផងខ្លួនរួចចេញដំណើរដើរទៅខាងកើតគេបានឃ្លាតចេញពីគ្នាដូចនេះឯងឯអាប់រ៉ាមគាត់តាំងទីលំនៅនៅស្រុកក្នុងស្រុកកាណានដែរកាណានវិញតែលុតគាត់ស្នាក់នៅអស់ទាំងទីក្រុងនៅស្រុកវាលនោះហើយក៏ផ្លាស់ត្រសាគាត់ទៅត្រឹមសូដុំរីឯពួកក្រុងសូដុំគេជាមនុស្សអាក្រក់ធ្វើបាបនឹងព្រះយេហូវ៉ាយ៉ាងសន្ធឹកគ្រាក្រោយដែលលុតបានឃ្លាតចេញទៅនោះព្រះយេហូវ៉ាមានបន្ទូលនឹងអាប់រ៉ាមថាចូលឯងងើបភ្នែកឡើងឥឡូវហើយមើលពីកន្លែងឯងនេះទៅខាងជើងខាងត្បូងខាងកើតហើយខាងលិចចុះត្បិតស្រុកទាំងអស់ប៉ុន្មានដែលឯងមើលឃើញនោះអញនឹងឲ្យដល់ឯងនិងពូជឯងជាដរាបតទៅអញនឹងធ្វើឲ្យពូជឯងបានចម្រើនដូចជាធូលីដីបានជាបើអ្នកណានឹងអាចរាប់ធូលីដីបាននោះនឹងរាប់ពូជឯងបានដែរចូលឯងក្រោបហើយដើរចុះឡើងក្នុងស្រុកនេះតាមបណ្ដោយនឹងទៅតឹងចុះត្បិតអញនឹងឲ្យដល់ឯងហើយអាប់រ៉ាមក៏រើត្រសាទៅនៅក្បែរដើមម៉ៃសាក់របស់ម៉មរ៉េដែលនៅត្រង់ហេប្រុនវិញហើយគាត់ស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ានៅទីនោះអាមែន